Bạn chịu số mong ôn ở ní chụp ní chỉ thay mày chỉ hát một căn video ca chạy rung lên vì này đăng mưu than trực hệ giá hơi xongรับថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីរូបមន្តវិសាលចំនួន6ដែលរូបមន្តទី1នោះគឺយើងនឹងធ្វើការចែករំលែកអំពីរូបមន្ត now រូបមន្ត today រូបមន្ត year រូបមន្ត man រូបមន្ត upper និងរូបមន្ត lower បញ្ជាក់ដែរវីដេអូនេះយើងធ្វើការចែករំលែកទៅកាន់អ្នកដែលគាត់មិនតាន់ចេះមូលដ្ឋានគ្រឹះ Excel បាទអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានដើម្បីអនុវត្តបន្ថែមនៅផ្ទះបាទអញ្ចឹងរូបមន្ត now គឺយើងសម្រាប់ធ្វើការបង្ហាញថ្ងៃខែឆ្នាំនិងម៉ោងបច្ចុប្បន្នភាពដែលយើងកំពុងតែប្រើប្រាស់កុំព្យូទ័ររបស់យើងហើយដោយឡែក today គឺសម្រាប់បង្ហាញថ្ងៃខែឆ្នាំបច្ចុប្បន្នភាពដែលយើងកំពុងតែប្រើប្រាស់កុំព្យូទ័ររបស់យើងនឹងបាទហើយដោយឡែកyear រូបមន្ត year គឺយើងប្រើសម្រាប់បង្ហាញតែឆ្នាំនៅថ្ងៃខែឆ្នាំហ្នឹងតែយើងបង្ហាញតែឆ្នាំទេដើម្បីយើងអត់បង្ហាញថ្ងៃហើយឬក៏ខែទេបាទដោយឡែករូបមន្ត month គឺយើងសម្រាប់ធ្វើការបង្ហាញតែខែមិនបង្ហាញឆ្នាំហើយក៏មិនបង្ហាញថ្ងៃដែរបាទអញ្ចឹងបង្ហាញតែខែទេដោយឡែករូបមន្ត upper គឺយើងប្រើប្រាស់ឡើងដើម្បីបំលែងពាក្យឬក៏ paragraph ណាមួយបាទអត្ថបទណាមួយនៅក្នុង Excel ពីអក្សរតូចទៅជាអក្សរធំហើយដោយឡែករូបមន្ត lower យើងប្រើប្រាស់សម្រាប់បំលែងអក្សរឬក៏ពាក្យជាភាសាអង់គ្លេសនៅក្នុង Microsoft Excel ហ្នឹងពីអក្សរធំទៅអក្សរតូចទៅទៀតខ្ញុំនឹងបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេកយើងអាចអនុវត្តទាំងអស់គ្នាទី1យើងអាចអនុវត្តរូបមន្ត now អញ្ចឹងបងប្អូនចុចសញ្ញាស្មើរួចបងប្អូនសេពាក្យ now បាទបើករូបចោហើយបើករូបចោវិញហើយបងប្អូនអាច enter មកបាទអញ្ចឹងដោយលទ្ធផលយើងទទួលបានគឺនៅពេលដែលយើងប្រើប្រាស់រូបមន្ត now គឺបង្ហាញលទ្ធផលខែ10ថ្ងៃទី4 2025ម៉ោង21:15 នាទីបាទនេះគឺជាការប្រើប្រាស់រូបមន្ត now ដោយឡែកយើងប្រើប្រាស់រូបមន្ត today ដោយបងប្អូនបានឃើញអញ្ចឹងគឺយើងបង្ហាញតែខែថ្ងៃហើយនិងឆ្នាំទេបាទអញ្ចឹងរូបមន្ត today ខុសពីរូបមន្ត now បង្ហាញទាំងម៉ោងដោយឡែករូបមន្ត today បង្ហាញតែថ្ងៃខែឆ្នាំទេបាទអញ្ចឹងដោយឡែកយើងអនុវត្តបន្តទៀតគឺរូបមន្ត year បងប្អូនអាចចុចសញ្ញាស្មើសេពី year បើករូបចោអញ្ចឹងកន្លែងនេះគេឲ្យយើងរើស serial number អញ្ចឹង serial number មានន័យថាបងប្អូនរើសទិន្នន័យមកពីចំនួនទិន្នន័យណាមួយណាបាទអញ្ចឹងខ្ញុំរើសពីខាងលើនេះហើយខ្ញុំបិទរូបចោហើយខ្ញុំ enter បាទជាការស្រេចអញ្ចឹងវាបង្ហាញតែឆ្នាំទេគឺ2025ដោយឡែករូបមន្ត man បងប្អូនចុចសញ្ញាស្មើសេពី man បាទបើករូបចោហើយវាឲ្យយើងរើស serial number ដោយរូបមន្ត year ដែរអញ្ចឹងបងប្អូនអាចជ្រើសខាងលើនេះខ្ញុំអាចរើសខាងលើនេះហើយខ្ញុំ enter ទៅអញ្ចឹងគឺបង្ហាញតែខែ10ទេអញ្ចឹងដោយឡែករូបមន្ត upper គឺយើងប្រើសម្រាប់បំលែងបាទទិន្នន័យឬក៏ពាក្យពេចន៍ជាភាសាអង់គ្លេសនៅក្នុង Microsoft Excel ហ្នឹងពីអក្សរតូចដល់អក្សរធំអញ្ចឹងបងប្អូនអាចអនុវត្តចុចសញ្ញាស្មើហើយចុចពាក្យ upper បាទហើយបងប្អូនបើកបញ្ចប់មកវាឲ្យយើងរើស text មេរើសអត្ថបទជាអក្សរណាដែលបងប្អូនចង់បំលែងអញ្ចឹងបងប្អូនចុចកន្លែងនេះបិទមួយចោលហើយស្កានស្រេចអញ្ចឹងវាបំលែងពី International School of Technology and Foreign Language នេះគឺទៅជាអក្សរធំទាំងអស់បាទអញ្ចឹងដោយឡែករូបមន្ត lower បាទបងប្អូនអាចចុចសញ្ញាស្មើបាទបើកបញ្ចោវាឲ្យជ្រើសរើស text ដូចគ្នាបាទអញ្ចឹងខ្ញុំអាចបំលែងពាក្យនេះបាទអញ្ចឹង enter អញ្ចឹងវានឹងបំលែងពីអក្សរធំទៅអក្សរតូចទាំងអស់ដោយបងប្អូនបានឃើញអញ្ចឹងនេះ
International School of Technology and Foreign Language បាទអក្សរទូចទាំងអស់ហើយខាងលើគឺអក្សរធំទាំងអស់បាទអញ្ចឹងវីដេអូនេះខ្ញុំចែករំលែកបងប្អូនរូបមន្ត6ប៉ុណ្នេះជាមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Excel អញ្ចឹងសង្ឃឹមថាបងប្អូនទស្សនាវីដេអូនេះនឹងទទួលបានចំណេះដឹងហើយបងប្អូនអាចចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនបន្តទៀតដើម្បីឲ្យអ្នកដែលគាត់មិនទាន់ចេះហើយឲ្យគាត់បានចេះទាំងអស់គ្នាបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះ